ឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុងគម្រោងផ្ទះវីឡាតូអេសដែលជាគម្រោងធីតាអង្គរចម្ងាយត្រឹមតែ200ម៉ែត្រពីរង្វង់មូលការរំដួលគម្រោងផ្ទះនេះផងដែរក៏យើងមានគម្រោងជប់នឹងផ្លូវជាតិលេខ 6A តែម្ដងដែលគម្រោងផ្ទះយើងនឹងខ្ញុំចង់ធ្វើការមកបង្ហាញថ្ងៃនេះគឺចង់បង្ហាញពីគុណភាពសំណង់យើងផងដែរដែលគម្រោងផ្ទះវីឡាតូអេសខាងក្រុមហ៊ុនមានការរៀបចំជាបុកគ្រឹះរឹងមាំស្រៈអតិថិជនដែលគាត់ធ្វើការចាប់អារម្មណ៍ចង់បានផ្ទះដែលយើងអាចតជន់បានគឺខាងក្រុមហ៊ុនរៀបចំជូនបានយ៉ាងងាយស្រួលព្រោះឯគុណភាពសំណង់វីឡាតូអេសយើងផងដែរគឺមិនថាអតិថិជនដែលគាត់ធ្វើការចង់ទិញផ្ទះដែលតជន់ឬក៏មិនចង់តជន់ក៏ខាងក្រុមហ៊ុនមានការបុកគ្រឹះយ៉ាងរឹងមាំផងដែរហើយនឹងខ្ញុំចង់ធ្វើការបង្ហាញពីផ្ទះដែលអតិថិជនបានធ្វើការកំងផងដែរឥឡូវទៅមើលបងប្អូនអតិថិជនបងប្អូនឥឡូវនេះខ្ញុំកំពុងតែនៅពីមុខផ្ទះគម្រោងវីឡាតូអេសដែលផ្ទះនេះផ្ទាល់ផងដែរអតិថិជនគាត់បានធ្វើការកំងតជន់ហើយគម្រោងផ្ទះនេះគឺគាត់ជ្រើសយកទីតាំងទំហំដី15ម៉ែត្រជម្រៅទៅក្រោយគឺ23ម៉ែត្រជាក់ស្ដែងផ្ទះនេះផងដែរយើងអាចរៀបចំជាអាងហែលទឹកយ៉ាងធំទូលាយតែតម្រូវការអតិថិជនគាត់ធ្វើការស្រឡាញ់ជាដីមានអាចរៀបចំជាសួនអញ្ចឹងខាងក្រុមហ៊ុនក៏មានការរៀបចំជា space ដីទំនេរដើម្បីរៀបចំជាសួនឬក៏គាត់ដាំដំណាំដាំដុះឲ្យផ្សេងៗតាមតម្រូវការជូនអញ្ចឹងអតិថិជនដែលគាត់ធ្វើការចង់បានជាផ្ទះដែលមានអាងទឹកក៏បានឬក៏ធ្វើការចង់បានជាដីរៀបចំសួនក៏បានយើងអាចរៀបចំតាមតម្រូវការជូនបានតែម្ដងឥឡូវនេះនាងខ្ញុំចង់ធ្វើការបង្ហាញជូនថាលក្ខណៈផ្ទះជាងតជួនផ្នែកខាងក្នុងផ្ទះនេះមានលក្ខណៈបែបណាអញ្ចឹងយើងទៅមើលទាំងអស់គ្នាសម្រាប់ផ្ទះនេះផងដែរត្រង់នេះវិញគឺអតិថិជនគាត់ជ្រើសយកទីតាំងបន្ទប់ទទួលភ្ញៀវដែលអាចរៀបចំជាសាឡុងបានយ៉ាងធំទូលាយគឺយើងមានសភាពធំទូលាយមែនទែនហើយសម្រាប់ space ខាងនេះវិញគឺយើងអាចចូលមកខាងក្នុងដែលបរិវេណត្រង់នេះវិញអតិថិជនក៏អាចរៀបចំជាតុទទួលទានអាហារបានសមាជិកជាច្រើននេះផងដែរពិសេសខ្លាំងមែនទែននៅជាន់ក្រោមនេះណាយើងមានជាបន្ទប់គេងមួយយ៉ាងធំទូលាយផងដែរអញ្ចឹង space បន្ទប់គេងខាងក្រោមនេះគឺធំទូលាយខ្លាំងអញ្ចឹងនៅក្នុងបន្ទប់គេងនេះយើងក៏មានជាបន្ទប់ទឹកមួយខាងក្នុងយ៉ាងស្រស់ស្អាតផងដែរនៅបរិវេណគិតចាប់ពីចូលផ្នែកខាងមុខរហូតដល់ផ្នែកខាងក្នុងនេះណាយើងមានការរៀបចំជាបង្អួចដើម្បីឲ្យខ្យល់ចេញចូលនៅក្នុងផ្នែកខាងក្នុងផ្ទះគ្រប់គ្រាន់ផងដែរហើយនៅផ្នែកខាងក្នុងនេះវិញជាផ្ទះបាយដែលយើងមានសភាពធំទូលាយពុកម៉ែបងប្អូនក៏អាចរៀបចំជាដេគ័រទូតាំងវាលើក្រោមយ៉ាងស្រស់ស្អាតតាមតម្រូវការជូនអញ្ចឹង space ខាងក្រោយនឹងធំទូលាយខ្លាំងអញ្ចឹងបញ្ជាក់ជូនផ្នែកខាងក្រោយនេះយើងមិនមែនមានតែផ្នែកផ្ទះបាយទេគឺយើងមាន space ធំទូលាយពុកម៉ែបងប្អូនក៏អាចរៀបចំជាតុទទួលទានអាហារបានពីកន្លែងផងដែរបានធំទូលាយមែនទែនអញ្ចឹងស្រាប់ផ្នែកខាងក្នុងវិញខាងនេះវិញគឺយើងមានទ្វារក្រៅអីដើម្បីចេញចូលទៅផ្នែកចំហៀងផ្ទះទៅកន្លែងសួនយើងបានយ៉ាងងាយស្រួលផងដែរអញ្ចឹងយើងមានភាពងាយស្រួលមែនទែនក្នុងការរស់នៅប្រចាំថ្ងៃហើយនឹងខ្ញុំសូមធ្វើការបញ្ជាក់ជូននៅផ្នែកជាន់ក្រោមនេះយើងមានជាបន្ទប់ទឹកមួយផងដែរដើម្បីសម្រាប់ជាទទួលភ្ញៀវពេលដែលគាត់មកលេងផ្ទះអីមានភាពងាយស្រួលមែនទែនឥឡូវយើងទៅមើលជាន់លើម្ដងនៅផ្នែកត្រង់កាន់ចន្ទើនេះផងដែរយើងក៏មានការរៀបចំជាកញ្ចក់បង្អួចដើម្បីឲ្យពន្លឺចូលមកផ្នែកខាងក្នុងផ្ទះគ្រប់គ្រាន់ផងដែរឥឡូវយើងទៅមើលបន្ទប់គេងខាងមុខម្ដងកាន់តែពិសេសបន្ទប់គេងខាងមុខនេះវិញគឺជាបន្ទប់គេងអាចរៀបចំជាបន្ទប់គេងនៃគ្រួសារយ៉ាងធំទូលាយបាននៅផ្នែកបន្ទប់គេងនេះគឺធំទូលាយខ្លាំងមែនទែនអ្វីដែលកាន់តែពិសេសទៅទៀតនឹងបន្ទប់គេងនេះយើងមានវេរ៉ាំដានៅខាងមុខផ្ទះទៀតណានិយាយរួមទៅងាយស្រួលមែនទែនគឺអតិថិជនដែលគាត់ធ្វើការចង់បានសំណង់ដែលតជន់គឺគាត់អាចធ្វើការមើល view ផ្នែកក្នុងបរិយាបានយ៉ាងស្រស់ស្អាតអញ្ចឹងយើងមានជីវេរ៉ាំដានៅផ្នែកខាងក្នុងអាចជាស្រ័យនៅផ្នែកខាងមុខបន្ទប់មេគ្រួសារផងដែរហើយបន្ទប់នេះយើងមានជាបន្ទប់ទឹកយ៉ាងធំទូលាយនៅផ្នែកខាងក្នុងផងដែរឥឡូវយើងទៅមើលបន្ទប់គេងសមាជិកគ្រួសារម្ដងកាន់តែស្អាតទៅទៀតបន្ទប់នេះគឺជាបន្ទប់គេងសមាជិកគ្រួសារបន្ទប់គេងសមាជិកគ្រួសារគឺយើងមានសភាពធំខ្លាំងមែនទែនហើយបន្ទប់គេងសមាជិកគ្រួសារយើងក៏មានជាបន្ទប់ទឹក private តែម្ដងយើងមានជាបន្ទប់ទឹកនៅផ្នែកខាងនេះវិញផងដែរដែល space ត្រង់នេះវិញអតិថិជនក៏អាចរៀបចំជាកន្លែងសាឡុងអង្គុយលេងបានយ៉ាងងាយស្រួលអ្វីដែលកាន់តែពិសេសទៅទៀតនឹងផ្ទះនេះផងដែរអតិថិជនគាត់ធ្វើការជ្រើសរើសល្អខ្លាំងមែនទែនគឺយើងមានផ្នែកវេរ៉ាំដានៅផ្នែកខាងក្រៅបន្ទប់ផងដែរគឺមានភាពងាយស្រួលមែនទែនកន្លែងនេះយើងអាចមកលំហែនៅពេលដែលយើងសម្រាកពីការងារ
trong mong cùi lên nơi này khẳng cao và tốt ấy cơ bản này sạp vì là tôi ai em phong đá tại trên này có thưa ca trả rắm trong ban chụp tiền lang chôn cả bán thưa ca vô sầm nòng để rút ra một rồi phía rồi cái dương miền này chẳng tam làm đời ca chôn tập đòn sạp ca promo sân bị sai hết cứ dương mình cặp cho tải rốt ở mình mơn pram pon để lá phim phim tập đòn sạp ca tinh tách cứ buộc cột lang chôn phim tập đòn tại trên này có thưa ca trả rắm anh chơi một căn ca là lại bờ rày cho drop miệng cố để dương mình tí tách chụp được cà bạt còng sai sạp mát cái bài lên cà phê chết đá đó là bàiประจำ Cat Sim Reap thân hông phum cột nát không cần đáy sạpประสาทประกง Cat Sim Reap ส้มอากนส้มจุ่มเรียบเรีย